ជាបឋមសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែតាមដានទស្សនានៅ Channel P New ទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទ P New មានអត្ថបទមួយចង់យកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចនៅឯប្រទេសថៃណាបងប្អូនរួមទាំងទេសចរនៅឯប្រទេសថៃហើយថ្ងៃនេះយើងមកវិភាគទាំងអស់គ្នាបងប្អូនណាវិភាគទាំងអស់គ្នាតើបងប្អូនគិតដូចខ្ញុំគិតឬក៏យ៉ាងណាសម្រាប់ខ្ញុំក្នុងថ្ងៃនេះខ្ញុំនឹងយកមកវិភាគពាក់ព័ន្ធជាមួយនឹងទេសចរប្រទេសថៃរួមទាំងសេដ្ឋកិច្ចប្រទេសថៃតើមកទល់នឹងពេលនេះក្នុងឆ្នាំ2025នេះតើប្រទេសថៃនឹងឈានដល់កម្រិតណាបងប្អូនចាប់តាំងពីប្រទេសថៃចាប់ផ្ដើមមានវិវាទព្រំដែនរវាងកម្ពុជានិងថៃមកប្រទេសថៃគឺសេដ្ឋកិច្ចធ្លាក់ចុះមែនទែនជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាប់នឹងព្រំដែនកម្ពុជាហើយខ្ញុំសូមទស្សន៍ទាយថាទេសចរនៅប្រទេសថៃនឹងធ្លាក់ចុះក្នុងឆ្នាំ2026ហើយធ្លាក់ខ្លាំងទៀតបងប្អូនហេតុអ្វីបានខ្ញុំហ៊ាននិយាយថាធ្លាក់ខ្លាំងបងប្អូនទោះជាបច្ចុប្បន្នទេសចរនៅប្រទេសថៃមិនទាន់ធ្លាក់ចុះយ៉ាងណាក៏ដោយប៉ុន្តែឆ្នាំ2025នេះគឺទេសចរទស្សនានៅក្នុងប្រទេសថៃហ្នឹងគេកំពុងតែមើលឃើញនៃបញ្ហាមួយចំនួននៅឯប្រទេសថៃហើយក្នុងការត្រឡប់មកវិញឬក៏មកទស្សនាម្ដងទៀតឬក៏បង្ហាញទៅសាធារណជនផ្សេងទៀតមានបងមានប្អូនមានពូមានមីងដែលត្រូវប្រាប់ថាឲ្យមកទស្សនានៅប្រទេសថៃនោះខ្ញុំគិតថាมันមានទេបងប្អូនណាមានក៏ភាគតិចដែរបងប្អូនលុះត្រាតែអ្នកមិនដឹងដោយសារតែប្រទេសថៃគេប៉ិនឆ្ពិនភ្នែកណាស់នៅក្នុង social media គេធ្វើសពបែបយ៉ាងទាំងអស់បងប្អូនណាឲ្យបរទេសបានឃើញថាប្រទេសថៃគឺជាប្រទេសមួយដែលល្អអស្ចារ្យអាឆារយៈមានសពបែបយ៉ាងជនបរទេសគេត្រូវការដូច្នេះហើយឥឡូវហ្នឹងបរទេសដែលបានមកទស្សនាហើយគេបានស្គាល់ទី1ពាក់ព័ន្ធជាមួយនឹងប្រទេសថៃទី2អត្តចរិតប្រជាជនថៃទី3ការភូតកុហករបស់ថៃនឹងតែម្ដងបងប្អូនណាអាហ្នឹងបើយើងនិយាយទៅក្រមសីលធម៌ពាក់ព័ន្ធជាមួយនឹងក្រមសីលធម៌ប្រទេសថៃដូច្នេះខ្ញុំទស្សន៍ទាយថាប្រទេសថៃទេសចរនឹងធ្លាក់ចុះ2026ហេតុអ្វីបានខ្ញុំហ៊ាននិយាយបងប្អូនខ្ញុំលើក3ចំណុចចែកជូនដល់បងប្អូនទាំងអស់គ្នាទី1គឺវិបត្តិបញ្ហាព្រំដែនហើយនឹងជួបវិបត្តិដោយសារតែថៃជួបវិបត្តិបញ្ហាព្រំដែនថៃជាមួយនឹងកម្ពុជាដូច្នេះហើយធ្វើឲ្យបាត់បង់ទេសចរអន្តរជាតិនឹងខ្លះបាត់ទៅហើយបងប្អូនណាខ្លះបាត់ទៅហើយជាពិសេសគឺប្រជាជនកម្ពុជាតែម្ដងដែលឧស្សាហ៍ទៅលេងថៃឧស្សាហ៍ទៅព្យាបាលនៅថៃណាបងប្អូនទៅសិក្សានៅប្រទេសថៃទៅទិញសម្ភារៈនៅប្រទេសថៃណាបើយើងគិតតែចូលទេសចរទេបងប្អូនប្រជាជនកម្ពុជាយើងគឺទៅច្រើនណាស់មួយឆ្នាំទៅប្រទេសថៃរាប់ពាន់រាប់ម៉ឺននាក់ដូច្នេះវិបត្តិទី2ដែលខ្ញុំលើកមកនិយាយនោះគឺវិបត្តិនយោបាយប្រទេសថៃបងប្អូនក្នុងឆ្នាំ2025នយោបាយប្រទេសថៃគឺច្បូកច្បល់ណាស់រអ្នកគ្រប់គ្រងមិនទាន់ច្បាស់លាស់ទេអ្នកស្រីផែថងឋានក៏ត្រូវបានសភាដេញចេញពីតំណែងហើយលោកអនុទិនដែលមកកាន់ថ្មីនេះកំពុងតែរងផលប៉ះពាល់ណាបងប្អូនពីក្រមជ្រុលនិយមនៅឯប្រទេសថៃកំពុងតែធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះលោកអនុទិនទៀតដូច្នេះហើយមួយរយៈនេះលោកអនុទិនកំពុងតែសាងគេឈ្មោះបើសិនជាក្នុងករណីណាមួយលោកអនុទិនធ្វើឲ្យមានបញ្ហាធ្វើឲ្យប្រជាពលរដ្ឋថៃអន់សពុនចិត្តឬក៏ខ្នក់ចិត្តខ្ញុំជឿថានឹងមានបាតកម្មទម្លាក់លោកអនុទិនម្ដងទៀតនេះជាបញ្ហាដូច្នេះហើយលោកអនុទិនរវាងបញ្ហាព្រំដែនកម្ពុជាជាមួយនឹងថៃលោកអនុទិនមិនសូវជាចូលរួមឬក៏បញ្ចេញយោបល់ច្រើនទេបងប្អូនណាគឺឲ្យទៅក្រសួងការបរទេសឬក៏មន្ត្រីដែលពាក់ព័ន្ធក្រមអាវ៉ាតហ្នឹងលូកដៃជំនួសវិញជាពិសេសគឺឥឡូវហ្នឹងទៅដល់អភិបាលខេត្តស្រះកែវដូចជាមេភូមិភាគអីជាដើមអញ្ចឹងទៅនេះខ្ញុំសូមកាត់បន្តិចពាក់ព័ន្ធជាមួយនឹងនយោបាយប្រទេសថៃទី3បងប្អូនគឺជាបញ្ហាធំបំផុតតែម្ដងថ្ងៃនេះខ្ញុំក៏លើកយកបញ្ហាធំហ្នឹងយកមកចែកជូនដល់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងវិបត្តិទី3របស់ប្រទេសថៃគឺការដំឡើងពន្ធលើអាកាសចរអន្តរជាតិដូច្នេះថៃនឹងជួបវិបត្តិនេះធ្ងន់ធ្ងរមែនទែនឥឡូវយើងទៅលម្អិតទាំងអស់គ្នាបើតាមសារព័ត៌មានថៃគេបានចុះផ្សាយណាបងប្អូនអាកាសចរស៊ីវិលរបស់ថៃណាកំពុងតែគ្រោងក្នុងការស្នើឡើងថ្លៃសម្រាប់ជើងហោះហើរអន្តរជាតិដូច្នេះហើយប្រទេសថៃនឹងជួបវិបត្តិមួយនេះតែម្ដងអាកាសចរស៊ីវិលប្រទេសថៃ CAAT កំពុងរៀបចំស្នើការដំឡើង
ថ្លៃជើងហោះហើរអន្តរជាតិចាប់ពី15បាតទៅដល់25បាតបន្ថែមបងប្អូនណាបើគិតជាដុល្លារនោះ 0.50 សេនទៅដល់ 0.80 សេនខណៈពេលដែលណែនាំថ្លៃសេវាទាំង3ប្រភេទផ្សេងគ្នាដើម្បីបង្កើនប្រាក់ចំណូលណាបងប្អូនរ៉ាប់រងថ្លៃសន្តិសុខថ្លៃសេវាអ្នកដំណើរ PSC ក៏ត្រូវបានកំណត់ដំឡើងនៅក្នុងតម្លៃ100បាតចាប់ពីខែតុលាខាងមុខនេះតទៅផងដែរហើយមន្ត្រីបានកត់សម្គាល់ថាថ្លៃសេវាក្នុងប្រទេសថៃតម្លើងប៉ុណ្ណឹងហើយគេនៅតែនិយាយថាទាបជាងប្រទេសជិតខាងគេសំដៅលើប្រទេសណាបងប្អូនប្រទេសជិតខាងគេសំដៅកម្ពុជាសំដៅឡាវសំដៅម៉ាឡេស៊ីសំដៅភូមាឬក៏យ៉ាងណាយើងអត់ដឹងទេព្រោះគេអត់បានបញ្ជាក់បងប្អូនណាគេគ្រាន់តែនិយាយថាគេតម្លើងតម្លៃសេវាអ្នកដំណើរ PSC ហ្នឹងគឺតម្លៃ100បាតបន្ថែមនេះគឺនៅតែទាបជាងប្រទេសអ្នកជិតខាងបើតាមលោកម៉ាណែតបងប្អូនណាលោកម៉ាណែតនាយកអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសថៃបាននិយាយថា CAAT នឹងបញ្ជូនរចនាសម្ព័ន្ធថ្លៃសេវាថ្មីទៅក្រុមប្រឹក្សាអាកាសចរស៊ីវិលនៅក្នុងខែតុលាខាងមុខនេះឆ្នាំ2025នេះខែ10គេនឹងបញ្ជូនឲ្យបងប្អូនដូច្នេះ2026នឹងមានបញ្ហាហើយបើគេសម្រេចថានឹងឡើងខ្ញុំជឿថាប្រកាសជាអាកាសចរអន្តរជាតិនឹងមានបញ្ហានឹងធ្លាក់ចុះរឿងទេសចរណាមួយហើយបងប្អូនឥឡូវយើងទៅបន្តទៀតនេះគឺដើម្បីធានាថាប្រាក់ចំណូលថ្លៃសេវាបានឆ្លុះបញ្ចាំងពីការចំណាយជាក់ស្ដែងនិងដើម្បីពង្រីកសមត្ថភាពហិរញ្ញវត្ថុដល់អាជ្ញាធរក្នុងការរក្សាសុវត្ថិភាពនិងស្តង់ដារអាកាសចរខ្ញុំអានអត្ថន័យនេះហើយខ្ញុំគិតថាចេះបងប្អូនយល់ដូចខ្ញុំទេពីមុនមកយើងប្រទេសថៃគឺអត់ខ្វល់ជាមួយនឹងតម្លៃសេវាឬក៏អីទេគេធ្វើឲ្យទាបដើម្បីឲ្យទេសចរមកកាន់តែច្រើនគេបានចំណូលកាន់តែច្រើនគេយកទៅផ្គត់ផ្គង់ពាក់ព័ន្ធជាមួយនឹងអ្នកធ្វើការនៅក្នុងអាកាសប្រលាននឹងបងប្អូនដូចជាសន្តិសុខដូចជាបុគ្គលិកផ្សេងអញ្ចឹងទៅប៉ុន្តែឥឡូវនេះយើងគួរតែយល់ថាតើប្រទេសថៃកំពុងតែជួបវិបត្តិបាត់ចំណូលឬក៏យ៉ាងណាបងប្អូនណាព្រោះប្រទេសថៃមួយរយៈនេះក៏មានការចលាចលបង្កក់លុយប្រជាជនបង្កក់អីយ៉ាងទៅដូច្នេះវាអាចដែរបងប្អូនណាដោយសារតែថៃដូចជាបាត់បង់ចំណូលច្រើនក្នុងឆ្នាំ2025នេះទើបចាប់ផ្ដើមធ្វើយន្តការក្នុងការដំឡើងពន្ធខ្ញុំមានអារម្មណ៍ថាអញ្ចឹងប៉ុន្តែបើបងប្អូនគិតយ៉ាងម៉េចទៀតបងប្អូនអាចខមមិនប្រាប់ខ្ញុំបានប៉ុន្តែអ្វីដែលខ្ញុំគិតនេះយកមកពិភាក្សាណាបងប្អូនឥឡូវយើងទៅតទៀតបងពីមុន CAAT អាចប្រមូលថ្លៃសេវាបានតែមួយប្រភេទប៉ុណ្ណោះគឺថ្លៃជើងហោះហើរអន្តរជាតិដែលត្រូវបានកំណត់ត្រឹមតែ15បាតឬក៏ 0.50 សេនសម្រាប់អ្នកដំណើរម្នាក់ខណៈតម្លៃពិតប្រាកដគឺ23បាតស្មើនឹង 0.75 សេននេះបាននាំឲ្យមានការថយចុះនៃប្រាក់ចំណូលបើទោះបីចំនួនអ្នកដំណើរកើនឡើងជាលំដាប់ក៏ដោយក៏គេគិតថាទោះជាចំនួនអ្នកដំណើរឬក៏អ្នកទេសចរនឹងមកច្រើនប៉ុន្តែអាចចំណូលនឹងវាដូចជាមិនកើនឡើងណាបងប្អូនដូច្នេះទើបគេធ្វើការធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធជាមួយនឹងថ្លៃសេវាហ្នឹងវាគ្មានទេបងប្អូនអើយជាក់ស្ដែងទៅគឺប្រទេសថៃកំពុងតែបាត់បង់ចំណូលហើយឥឡូវយើងទៅតទៀតបងប្អូនដើម្បីដោះស្រាយបញ្ហា CAAT ក្រុងនឹងដំឡើងថ្លៃសេវាដំណើរអន្តរជាតិដល់25បាតឬក៏ 0.80 សេនសម្រាប់អ្នកដំណើរម្នាក់ហើយបន្តយកពន្ធនៅតំបន់ថ្មីចំនួន3គឺថ្លៃចុះចតនិងឡើងលើយន្តហោះថ្លៃដឹកជញ្ជូនតាមផ្លូវអាកាសនិងថ្លៃប្រេងឥន្ធនៈអាកាសចរគ្រប់តំបន់ទាំងអស់ដែលមិនមានពន្ធពីមុនដូច្នេះពីមុនគេអត់គិតពន្ធទេដូច្នេះហើយអញ្ចឹងបានទេសចរប្រទេសថៃច្រើនណាស់បងប្អូនបើស្អីក៏អត់គិតស្អីក៏អត់គិតអញ្ចឹងណាដល់ឥឡូវនេះប្រហែលជាទៅហើយទ្រាំលែងបានហើយណាបងប្អូនមកច្រើនប៉ុណ្ណាគិតពន្ធហើយដូច្នេះខ្ញុំគិតថា2026ថៃដឹងទៅហើយចប់ហើយឥឡូវយើងតទៀតតាមសម្ដីលោកម៉ាណែតបាននិយាយថាប្រាក់ចំណូលប្រចាំឆ្នាំរបស់ CAAT គឺប្រហែល 1.2000 លានបាតឬក៏ស្មើនឹង38លានដុល្លារតែវាមាននៃការធ្លាក់ចុះខណៈពេលដែលការចំណាយលើបច្ចេកទេសឬក៏បច្ចេកវិទ្យានិងសុវត្ថិភាពនៅតែមានកម្រិតខ្ពស់យើងត្រូវការកែតម្រូវនេះដើម្បីធានាថាអង្គការអាចបន្តប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក៏មានសំណើដំឡើងថ្លៃសេវាអ្នកដំណើរ PSC ផងដែរបងប្អូនក្នុងនោះដូចខ្ញុំបាននិយាយមុនហ្នឹងហើយគឺតម្លៃអ្នកដំណើរហ្នឹងគឺតម្លៃតម្លើង100បាត
សម្រាប់អ្នកដំណើរអន្តរជាតិការគិតថ្លៃនឹងកើនឡើងពី730ទៅ830បាតណាបងប្អូនដូច្នេះហើយបងប្អូនយល់ហើយដូចខ្ញុំនិយាយចឹងពីមុន730បាតឥឡូវនេះគេតម្លើង100បាតទៀតគឺ880បាតក្នុងម្នាក់ឬក៏ស្មើ$23ទៅ$26ក្នុងម្នាក់ខណៈអ្នកដំណើរក្នុងស្រុកនឹងត្រូវគិតថ្លៃ230បាតស្មើនឹង$7.7ជំនួសឲ្យ130បាតពីមុន$4.1ហើយពន្ធថ្មីនេះគេនឹងអនុវត្តជាធរមានតែម្ដងនៅខែតុលាឆ្នាំ2025ហើយនឹងត្រូវកាត់ដោយអាកាសយានដ្ឋានថៃតែម្ដង AOT និងនាយកដ្ឋានអាកាសចរជាតិដូច្នេះដូចខ្ញុំនិយាយចឹងបងប្អូនរកអីលែងបានហើយចំណូលពីកម្ពុជាឥឡូវហ្នឹងតរលេះតម្លើងពន្ធនៅឯអាកាសចរដោយសារតែទីហ្នឹងគឺជាទីដែលកន្លែងចំណូលច្រើនជាងគេក្នុងមួយឆ្នាំបងប្អូនដឹងហើយថាថៃទេសចរច្រើនណាស់បងប្អូនដូច្នេះហើយបងប្អូនគុណទៅតម្លើងច្រើនណាស់ណាបងប្អូនម្នាក់ដល់ទៅ$25ទៅ$28អីនោះច្រើនណាស់ហើយយើងតទៀត CAAT បានសង្កត់ធ្ងន់ថាថ្លៃសមុទ្រយន្តហោះ PSC របស់ប្រទេសថៃមានកម្រិតទាបបើប្រៀបទៅនឹងប្រទេសផ្សេងបើទោះបីជាមានពីការកែសម្រួលក៏ដោយជាឧទាហរណ៍ប្រទេសសង្ហបុរីគិតប្រហែល$1400បាតណាបងប្អូនណាស្មើនឹង 44.5 សម្រាប់អ្នកដំណើរក្នុងមួយជើងហោះហើរដូច្នេះពន្ធដែលកែសម្រួលចាំបាច់ដើម្បីឆ្លុះបញ្ចាំងពីការចំណាយជាក់ស្ដែងនិងដើម្បីវិនិយោគចំណូលក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសេវាកម្មនិងសន្តិសុខអាកាសយានដ្ឋានឲ្យសមស្របទៅតាមស្តង់ដារអន្តរជាតិវាគ្មានទេណាបងប្អូនវាគ្មានទេបើយើងនិយាយជាក់ស្ដែងទៅបងប្អូនប្រទេសថៃចំណូលច្រើនគ្រប់កន្លែងទាំងអស់ហើយគេខំធ្វើសពបែបយ៉ាងដើម្បីអីឲ្យទេសចរមកដូច្នេះការកាត់បន្ថយពន្ធណាបងប្អូនការមិនយកកម្រៃអីផ្សេងហ្នឹងច្រើនមែនទែនប៉ុន្តែឥឡូវទប់មកជាប់គ្រាន់តែបិទព្រំដែនរវាងកម្ពុជានិងថៃនេះណាបងប្អូនថៃខាតរាប់ពាន់លានបាតបងប្អូនណារាប់ពាន់លានដុល្លារដូច្នេះបន្តអ្នកឯងបន្តបិទទៀតទៅឥឡូវរកចំណូលពីកម្ពុជាអត់បានបាត់ចំណូលឥឡូវទៅចាប់ផ្ដើមបង្កើតយកពន្ធពីប្រទេសខ្លួនឯងហើយអញ្ចឹងខ្ញុំហ៊ានទោះទីថាចាំមើលឆ្នាំ2026អ្នកឯងនឹងទៅជាយ៉ាងណាបងប្អូនខ្ញុំជឿថាអ្នកឯងនឹងបាត់បង់ទេសចរមួយភាគធំទោះជាមិនច្រើនក៏ដោយទៅមួយភាគធំដែរដោយសារតែបញ្ហាទាំង3ហ្នឹងដែលខ្ញុំនិយាយបងប្អូនទី1គឺវិបត្តិដូចខ្ញុំនិយាយមុនហ្នឹងថាទី1គឺវិបត្តិបញ្ហាព្រំដែនតែម្ដងបញ្ហាព្រំដែននេះធ្វើឲ្យបាត់បង់ភ្ញៀវទេសចររវាងកម្ពុជាមួយបាត់ហើយទី2វិបត្តិនយោបាយរបស់អ្នកឆ្នាំ2025នាយករដ្ឋមន្ត្រីផ្លាស់ប្ដូរជាលំដាប់ហើយលោកអនុទីនក៏មិនប្រកាសថាកាន់បានយូរដែរបងប្អូនព្រោះឥឡូវហ្នឹងកំពុងតែមានភាពប្រតាំងប្រទើសជាមួយនឹងប្រជាជនថៃមួយចំនួនដែរហើយទី3នោះបងប្អូនការដំឡើងពន្ធទៅលើអាកាសចរអន្តរជាតិនេះហើយជាចំណុចចម្បងតែម្ដងបងប្អូនណាជាចំណុចចម្បងតែម្ដងហើយក៏ជាបញ្ហាធំសម្រាប់ឆ្នាំ2026ថៃនឹងជួបបញ្ហាទាំងអស់នេះហើយឥឡូវគេអនុវត្តជាធរមានហើយគឺនៅខែ10ឆ្នាំ2025អញ្ចឹងយើងចាំតាមដានទាំងអស់គ្នាហើយខ្ញុំអត់ទៅណាទេណាបងប្អូនខ្ញុំសន្យាហើយព័ត៌មានថៃពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍ថៃនឹងតាមដានឲ្យអស់តែម្ដងលុះត្រាតែបងប្អូនណាខ្ញុំនិយាយភាសាមួយម៉ាត់ថាលុះត្រាតែកម្ពុជានិងថៃវិលមកដូចដើមរក្សាសន្តិភាពទើបខ្ញុំឈប់និយាយពីបញ្ហានេះប្រសិនជាអ្នកនៅតែមានភាពអាក្រក់អាត្មានិយមណាបងប្អូនថ្មិលសាសនាបែបនេះខ្ញុំមិនទុកអ្នកទេខ្ញុំនឹងនិយាយអ្នករាល់ថ្ងៃនិយាយពីបញ្ហាអ្នករាល់ថ្ងៃឲ្យប្រជាជនខ្មែរខ្ញុំដឹងតកូនតចៅថាប្រទេសមួយនេះគឺជាប្រទេសដែលអាក្រក់ជូរជាតិបំផុតរាប់សិបឆ្នាំរាប់រយឆ្នាំតកូនតចៅណាបងប្អូនខ្ញុំនឹងធ្វើវីដេអូនេះរក្សាទុកឲ្យកូនចៅខ្ញុំចំនួនក្រោយមើលប្រជាជនខ្ញុំមើលណាបងប្អូនខ្មែររបស់ខ្ញុំបានមើលថាពីមួយថ្ងៃទៅមួយថ្ងៃធ្វើបែបនៅកាន់កម្ពុជាហើយអ្នកក៏ទទួលបណ្ដាសាជារៀងរាល់ថ្ងៃពីបុព្វបុរសខ្មែររបស់ខ្ញុំដែរណាពីទឹកភ្នែករាជរបស់ខ្ញុំដែរពេលវេលាថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេដូច្នេះហើយក៏ជូនពរដល់បងប្អូនទាំងអស់គ្នាក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះឲ្យបងប្អូនទាំងអស់គ្នាជួបតែសុខភាពល្អឱកាសមុនប្រជុំនេះបងប្អូនដែលធ្វើដំណើរទៅលេងស្រុកក៏ជួបតែសុខសុវត្ថិភាពទាំងផ្លូវទៅទាំងផ្លូវមក
ជាពិសេសបងប្អូនទាំងអស់គ្នាយើងស្រវឹងសូមកំបាក់បបងប្អូនណាពិសាគ្រឿងស្រវឹងដោយទទួលខុសត្រូវខ្ញុំជឿថាមុនឱកាសពិធីបុណ្យជួបជុំបិណ្ឌនិងជុំបិណ្ឌនេះបងប្អូនទៅជួបជុំនៅឯស្រុកហ្នឹងប្រកាសជាជួបជុំជាមួយបងជាមួយប្អូនពុកម៉ែតែនៅឯស្រុកដូច្នេះត្រូវការជួបជុំសប្បាយហូបចុកបន្តិចបន្តួចដូច្នេះហើយក៏សូមបងប្អូនទាំងអស់គ្នាហូបចុកដោយទំនួលខុសត្រូវយើងត្រូវចេះអត់ធ្មត់នៅពេលដែលហូបចុកហើយបើសិនជាមានពាក្យពេចន៍ត្រង់ណាដែលលើសលួសពីសំណាក់អ្នកហូបជួបជុំគ្នាហ្នឹងក៏ខន្តីអភ័យទោសឲ្យគ្នាព្រោះយើងជាខ្មែរដូចគ្នាណាបងប្អូនជាពិសេសមកដល់ពេលនេះបងប្អូនដឹងហើយថាប្រទេសជិតខាងកំពុងតែតាមដានយើងកំពុងតែសោកចំអកយើងរាល់អ្វីដែលយើងធ្វើនៅក្នុងប្រទេសកម្ពុជាគឺគេយកទៅផុសទៅ share ជារៀងរាល់ថ្ងៃបងប្អូនណាដូច្នេះក៏ក្នុងឱកាសនេះខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនានៅ Channel P News ទាំងអស់គ្នាក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ពេលវេលានេះហើយក៏ខ្ញុំសូមជម្រាបលាបងប្អូនទាំងអស់គ្នាសូម